The Cooper Hill Chief Rolling and Wake គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលធ្វើឡើងនៅ Springbank Holiday នៅ Cooper Hill នៅ Brockwork ជិត Gloucester ប្រទេសអង់គ្លេសអ្នកចូលរួមប្រណាំងចុះពីលើភ្នំប្រវែងជា180ម៉ែត្រដេញតាមកង Double Gloucester Chase វាមិនប្រកាសទេថាតើពេលណាប្រពៃណីនេះចាប់ផ្ដើមដំបូងហើយប្រហែលជាចាស់ជាងការបញ្ជាក់ជាលិលាអក្សរដែលគេស្គាល់ដំបូងនៅឆ្នាំ1821 The Guardian នៅក្នុងឆ្នាំ2013បានហៅវាថាជាព្រឹត្តិការណ៍ដ៏ល្បីល្បាញនៅលើពិភពលោកដែលមានអ្នកឈ្នះមកពីប្រទេសអូស្ត្រាលី បែលហ្សិក កាណាដា អេស៊ីប អាល្លឺម៉ង់ ជប៉ុន នូវែល ហូឡង់ និងសហរដ្ឋអាមេរិកព្រឹត្តិការណ៍នេះដើមឡើយបានកើតឡើងរៀងរាល់ថ្ងៃច័ន្ទប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្ដូរទៅ Springbank Holiday ផុសតាំងជាលិលាអក្សរដំបូងនៃការរមៀលលើកឈីសត្រូវបានរកឃើញនៅក្នុងសារដែលមានសរសេរទៅកាន់អ្នកទីក្រុង Gloucester ក្នុងឆ្នាំ1826សូម្បីតែពេលនេះវាច្បាស់ណាស់ថាព្រឹត្តិការណ៍នេះគឺជាប្រពៃណីចាស់ហើយវាត្រូវបានគេជឿថាមានអាយុកាលយ៉ាងតិច600ឆ្នាំក្នុងឆ្នាំ1993មនុស្ស16នាក់បានរងរបួសក្នុងនោះមាន4នាក់របួសធ្ងន់ក្នុងព្រឹត្តិការណ៍នេះក្នុងឆ្នាំ2009ការព្រួយបារម្ភអំពីសុវត្ថិភាពត្រូវបានលើកឡើងបន្ទាប់ពីអ្នកទស្សនា1500នាក់បានមកដល់នៅពេលដែលមានកន្លែងសម្រាប់តែប្រហែល500នាក់ប៉ុណ្ណោះក្តីបារម្ភទាំងនេះនាំឲ្យអ្នករៀបចំលុបចោលព្រឹត្តិការណ៍ឆ្នាំ2010បើទោះបីជាមានការលុបចោលក៏ដោយក៏មនុស្សប្រហែលជា100នាក់បានចូលរួមនឹងរៀបចំព្រឹត្តិការណ៍ក្រៅផ្លូវការមួយនេះឈីសដែលប្រើក្នុងព្រឹត្តិការណ៍បច្ចុប្បន្នគឺមានទម្ងន់3ទៅ4គីឡូដែលជាឈីសដែលរឹងផលិតតាមប្រពៃណីក្នុងទម្រង់ជារំពងនីមួយៗត្រូវបានការពារសម្រាប់ការរំកិលដោយសម្បកឈើមួយជុំហៀងហើយវាត្រូវបានតុបតែងដោយខ្សែបូនៅពេលចាប់ផ្ដើមការប្រណាំងពីមុនឈីសចំនួន3ត្រូវបានបង្ហាញដោយអ្នកកាន់សាសនាគ្រិស្តហើយជាទូទៅឈីសត្រូវបានរមៀលដោយពួកគេ